ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទសាវាងបង្រៀននៅថ្នាក់ទី4នៃសាលាបឋមសិក្សាគំរូក្រុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសួស្តីកូនៗទាំងអស់គ្នាចាតើថ្ងៃនេះកូនទាំងអស់គ្នាសុខសប្បាយជាឬទេអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាបានសុខសប្បាយទាំងអស់គ្នាណាចាអ្នកគ្រូក៏សុខសប្បាយដែរហើយអ្នកគ្រូមានមោទនភាពណាស់ដែលថ្ងៃនេះបានមកជួបកូនម្ដងទៀតសារជាថ្មីចាទន្ទឹមនឹងនេះដែរដោយសារតែសម័យ COVID កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជាយើងព្រមទាំងនៅលើសកលលោកទាំងមូលអញ្ចឹងសូមកូនទាំងអស់គ្នាកុំភ្លេចអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនឹងសាប៊ូអាល់កុលឬមួយក៏ជែលនៅពេលដែលកូនចេញទៅខាងក្រៅសូមរក្សាគម្លាតសុវត្ថិភាពព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំចា៎សម្រាប់ថ្ងៃនេះកូនទាំងអស់គ្នាមកជួបអ្នកគ្រូតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីចូលរួមរៀនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី4ចា៎អញ្ចឹងកូនទាំងអស់គ្នាអាចចូលរួមរៀនជាមួយនឹងអ្នកគ្រូបានតាមប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍តកលេខ2ទូរទស្សន៍ដេជោ DTV ប៉ុស្តិ៍លេខ22តាម Facebook ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតចា៎សម្រាប់ការចូលរួមរៀនជាមួយអ្នកគ្រូនៅថ្ងៃនេះសូមកូនទាំងអស់គ្នាត្រៀមនៅសម្ភារៈមួយចំនួនមានដូចជាសៀវភៅសិក្សាគោលថ្នាក់ទី4គណិតវិទ្យាចាមានសៀវភៅប៊ិចបន្ទាត់ក្តារឈ្នួននិងហ្វឺតជាដើមចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានត្រៀមសម្ភារៈដើម្បីចូលរួមសិក្សាជាមួយអ្នកគ្រូហើយអញ្ចឹងដើម្បីមុននឹងចាប់ផ្ដើមនៅមេរៀនរបស់យើងអ្នកគ្រូក៏ចង់ដឹងដែរថាតើកូនបានចាំទេថាកាលពីថ្ងៃមុនកូនបានចូលរួមរៀនជាមួយអ្នកគ្រូនៅមេរៀនអ្វីចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាចងចាំកាលពីថ្ងៃមុនកូនបានចូលរួមសិក្សាពីចម្ងាយជាមួយអ្នកគ្រូនៅមេរៀនទី1ចំនួនដែលយើងរៀនអំពីការបង្គុតចំនួនត្រឹមខ្ទង់ពាន់ចាហើយកូនទាំងអស់គ្នាមានបានធ្វើកិច្ចការផ្ទះឲ្យអ្នកគ្រូទេក៏ដូចគ្នាដែរអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាបានធ្វើកិច្ចការផ្ទះនិងបំពេញនៅសញ្ញាកិច្ចការដែលកូនបានទទួលពីលោកគ្រូអ្នកគ្រូមកបានគ្រប់គ្រាន់ហើយចាអញ្ចឹងអ្នកគ្រូបានបញ្ជាក់ហើយថាការដែលយើងធ្វើលំហាត់បន្ថែមនៅផ្ទះគឺជារឿងមួយដែលសំខាន់ដើម្បីរំលឹកនៅមេរៀនដែលកូនបានរៀននិងដើម្បីឲ្យកូនកាន់តែចេះទៅលើមេរៀននោះចាអញ្ចឹងដើម្បីផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងកូនទាំងអស់គ្នាដែលបានធ្វើនៅឯផ្ទះអ្នកគ្រូនឹងបង្ហាញចម្លើយកិច្ចការផ្ទះនៅលើក្តារខៀនចាអញ្ចឹងសូមកូនផ្ទៀងផ្ទាត់ចម្លើយរបស់កូនជាមួយនឹងចម្លើយរបស់អ្នកគ្រូដែលបានបិទនៅលើក្តារខៀននេះកិច្ចការផ្ទះរបស់យើងគឺយើងដាក់ថាចូលបង្គុតចំនួនក្នុងតារាងខាងក្រោមចាចំនួនរបស់យើងមានចំនួន4ចាហើយយើងបង្គុតនៅត្រឹមខ្ទង់ពាន់ចាអញ្ចឹងអ្នកគ្រូគាត់ណែនាំកូនមើលទេហើយផ្ទៀងផ្ទាត់មើលណាអញ្ចឹងយើងបង្គុតនៅក្នុងខ្ទង់ពាន់របស់យើងគឺលេខប៉ុន្មានកូនចាខ្ទង់ពាន់របស់យើងគឺលេខ9ចាបើយើងបង្គុតលេខ9បើយើងបង្គុតខ្ទង់ពាន់តើកូនត្រូវធ្វើម៉េចចាបញ្ញត្តិយើងក៏បានកូនបានសិក្សាហើយដែរដើម្បីបង្គុតចំនួនត្រឹមខ្ទង់ពាន់គឺកូនត្រូវមើលតួលេខដែលនៅខ្ទង់រយប្រសិនបើតួលេខនោះមានលេខ0 1 2 3 និង4នោះចូលកូនបង្គុតចុះចាយើងបង្គុតចុះតែប្រសិនបើតួលេខនៅខ្ទង់រយមានលេខ5 6 7 8 និង9នោះចូលកូនបង្គុតឡើងចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាចងចាំនៅបញ្ញត្តិដែលកូនបានរៀនជាមួយអ្នកគ្រូកាលពីថ្ងៃមុនហើយអញ្ចឹងយើងទៅកែលំហាត់យើងតែម្ដងដូច្នេះយើងបង្គុតនៅខ្ទង់ពាន់របស់យើងគឺលេខ9អញ្ចឹងយើងមើលនៅក្នុងខ្ទង់រយរបស់យើងគឺលេខ4បើលេខ4នោះយើងបង្គុតចុះមានន័យថា99000ចម្លើយរបស់យើងគឺ99000ចាខ្ទង់ខខ្ទង់
ខ្ទង់ពាន់របស់យើងគឺលេខ4ចាហើយខ្ទង់រយរបស់យើងគឺលេខ9បើលេខ9នោះយើងត្រូវបង្គុតឡើងមានន័យថា74000បង្គុតឡើងទៅ75000ចាតមកទៀតខ្ទង់ទី3ខ្ទង់ពាន់របស់យើងគឺលេខ7ខ្ទង់រយរបស់យើងគឺលេខ2បើលេខ2គឺយើងត្រូវបង្គុតចុះបើបង្គុតចុះគឺយើងត្រូវបង្គុតមក87000ចាអ្នកគ្រូសង្ឃឹមថាកូនយល់ច្បាស់ហើយចំណុចហ្នឹងតមកលំហាត់ចុងក្រោយគេខ្ទង់ពាន់របស់យើងគឺលេខ3យើងមើលទៅខ្ទង់រយរបស់យើងនៅពេលនេះគឺលេខ8បើលេខ8គឺយើងត្រូវបង្គុតឡើងអញ្ចឹងយើងត្រូវបង្គុត93000បង្គុតទៅជា94000ចាអ្នកគ្រូជឿជាក់យ៉ាងច្បាស់ថាកូនទាំងអស់គ្នាចងចាំនៅបញ្ញត្តិបានច្បាស់លាស់ហើយនឹងធ្វើលំហាត់នេះបានត្រឹមត្រូវចាសូមអរគុណអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅរៀនចំណុចមួយទៀតតែជាការបង្គុតដែរប៉ុន្តែធំជាងខ្ទង់ពាន់គឺការបង្គុតត្រឹមខ្ទង់10000ចឹងថ្ងៃនេះយើងនឹងតមេរៀនរបស់យើងគឺតមេរៀនទី1ចាយើងបន្តមេរៀនទី1របស់យើងទៅលើការបង្គុតចំនួនត្រឹមខ្ទង់10000ចាដែលមេរៀននេះដកស្រង់ចេញពីសៀវភៅសិក្សាគោលរបស់កូនទាំងអស់គ្នានៅទំព័រទី5អ្នកគ្រូសង្ឃឹមផងដែរថានៅពេលដែលកូនបានរៀនចប់នៅការបង្គុតត្រឹមខ្ទង់10000នេះគឺកូនអាចយកចំណេះដឹងនេះទៅអនុវត្តផ្ទាល់នៅឯផ្ទះរបស់កូនក្នុងការរស់នៅហើយកូនក៏អាចយកចំណេះដឹងនេះទៅប្រើប្រាស់នៅក្នុងការសិក្សាទៅលើមុខវិជ្ជាផ្សេងទៀតផងដែរចាអញ្ចឹងដើម្បីបង្គុតចំនួនត្រឹមខ្ទង់10000តើវាមានភាពខុសគ្នាយ៉ាងម៉េចទៅនឹងការបង្គុតចំនួននៅក្នុងខ្ទង់ពាន់ដែលកូនបានរៀនជាមួយអ្នកគ្រូកាលពីថ្ងៃមុនចាអញ្ចឹងដើម្បីចង់ដឹងកាន់តែច្បាស់សូមកូនទាំងអស់គ្នាចូលរួមតាមដានសិក្សាជាមួយអ្នកគ្រូនៅពេលនេះចាអញ្ចឹងថ្ងៃនេះគឺយើងបង្គុតត្រឹមខ្ទង់10000អញ្ចឹងសូមកូនមើលលំហាត់នេះមួយចាកូនអាចអានចំនួននេះបានទេថាតើចំនួននេះប៉ុន្មានហើយគេឲ្យធ្វើអីចាអញ្ចឹងយើងមានចំនួនប៉ុន្មានកូន73653ចាចំនួនហ្នឹងគេឲ្យយកទៅធ្វើអីគឺគេឲ្យយកចំនួន73653នេះទៅបង្គុតត្រឹមខ្ទង់10000អញ្ចឹងដើម្បីបង្គុតខ្ទង់10000តើយើងត្រូវធ្វើដូចម្ដេចចាវាមិនខុសគ្នាពីការបង្គុតនៅត្រឹមខ្ទង់ពាន់ទេគឺយើងត្រូវប្រើបន្ទាត់ចំនួនចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញបន្ទាត់ចំនួនឲ្យកូនចាលេខរបស់យើងចំនួនរបស់យើងគឺ70000ដូច្នេះគឺយើងចាប់ផ្ដើមពីលេខ70000និងចុងទៅគឺ80000ចាអញ្ចឹងនៅក្នុងមួយប្រឡោះតើមានតម្លៃស្មើនឹងប៉ុន្មានអញ្ចឹងមានប្រឡោះប៉ុន្មានកូន1 2 3 4 5 6 7 8 9 10ចាអញ្ចឹងពី70000ដល់80000នៅក្នុងមួយប្រឡោះនេះតើមានតម្លៃប៉ុន្មានចាគឺមានតម្លៃ1000មានន័យថា70000 71000 72000 73000 74000 75000ត្រង់នេះគឺ75000 76000 77000 77000 78000 79000 80000
មានន័យថាមួយប្រឡោះនេះគឺស្មើនឹង1000តោះអញ្ចឹងយើងមើលទៅលើលេខរបស់យើងចំនួនរបស់យើងគឺ73600អញ្ចឹងសួរថាតើចំនួននេះត្រូវស្ថិតនៅត្រង់ចំណុចណាមួយនៃបន្ទាត់ចំនួនរបស់យើងចា73000 70000 70000 71000 72000 73000 73600អញ្ចឹងគឺអាចនឹងដល់ប្រឡោះកដាលនេះណាចាអាចអង្គើមកតិចមកអញ្ចឹងកន្លែងនេះជាចំនួនរបស់យើងគឺ73655ចាអញ្ចឹងចំនួនរបស់យើងគឺស្ថិតនៅលើចំណុចនេះក៏សង្កេតមើលតទៅទៀតថាតើ73658នេះវាស្ថិតនៅក្នុងចន្លោះចំនួនប៉ុន្មានចាអញ្ចឹង73600នេះគឺស្ថិតនៅក្នុងចន្លោះនៃលេខ70000និងលេខ80000ហើយក៏ពិនិត្យមើលទៀតថាតើចំនួនហ្នឹងវាស្ថិតនៅជិត70000ជាងឬក៏ស្ថិតនៅជិត80000ជាងចាកូនមើលចម្ងាយពីចម្ងាយហ្នឹងមកណេះពីចម្ងាយហ្នឹងមក80000ចាអញ្ចឹងកូនឃើញហើយថា78600នេះវានៅជិត70000ជាងចាបើវានៅជិត70000ជាងអញ្ចឹងកូនត្រូវបង្គុតទៅណាប្រកបណាស់គឺកូនត្រូវបង្គុតវាមក70000ចាអញ្ចឹងយើងអាចសរសេរបានថា73658នេះគឺយើងបង្គុតឡើងបង្គុតចុះកូនពេលដែលបង្គុតមក70000អញ្ចឹងគុតឡើងឲ្យគុតចុះចាគឺបង្គុតចុះចាបង្គុតចុះមក70000គុតចាអរគុណច្រើនសម្រាប់ការតាមដានរបស់កូនទាំងអស់គ្នាអ្នកគ្រូសង្ឃឹមថាកូនយល់កន្លែងនេះហើយណាអញ្ចឹងកូនអាចផ្ដល់បញ្ញត្តិឲ្យអ្នកគ្រូបានទេថាដើម្បីបង្គុតចំនួនត្រឹមខ្ទង់10000តើកូនត្រូវធ្វើយ៉ាងម៉េចសម្រាប់បញ្ញត្តិការបង្គុតខ្ទង់10000គឺស្រដៀងនឹងការបង្គុតខ្ទង់1000ដែរនៅពេលដែលកូនបង្គុតខ្ទង់1000កូនមើលខ្ទង់100ចុះដល់ពេលកូនបង្គុតខ្ទង់10000តើកូនត្រូវមើលខ្ទង់អីខ្ទង់ខាងស្ដាំបន្ទាប់នៃខ្ទង់10000គឺជាខ្ទង់ចាគឺជាខ្ទង់1000ចាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូនឹងបង្ហាញបញ្ញត្តិជូនកូនដោយសារតែមេរៀននេះស្តៀងគ្នានឹងការបង្គុតខ្ទង់1000អញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនងាយនឹងយល់និងចាប់បានចាអញ្ចឹងសូមមើលបញ្ញត្តិដើម្បីបង្គុតចំនួនត្រឹមខ្ទង់10000ត្រូវពិនិត្យលេខនៅខ្ទង់1000ចាបើលេខនៅខ្ទង់1000ជាលេខ0 1 2 3និង4ត្រូវបង្គុតចុះបើលេខនៅខ្ទង់1000ជាលេខ5 6 7 8 9នោះកូនត្រូវបង្គុតវាឡើងចាអញ្ចឹងបញ្ញត្តិនេះគឺស្តៀងជាមួយនឹងដូចគ្នាជាមួយនឹងការបង្គុតចំនួន1000នេះគ្រាន់តែថាអា10000យើងមើលនៅក្នុងខ្ទង់1000ចាអញ្ចឹងដើម្បីបង្គុតចំនួននៅខ្ទង់10000គឺកូនទាំងអស់គ្នាត្រូវមើលនៅក្នុងខ្ទង់1000ចាអញ្ចឹងកូនសាកអនុវត្តលំហាត់មួយមើលថាតើកូនទាំងអស់គ្នាយល់ច្បាស់បានប៉ុណ្ណាអញ្ចឹងសូមទាញក្តារឈ្នួនឡើងហើយកូនធ្វើនៅលើក្តារឈ្នួនមកចាអញ្ចឹងអ្នកគ្រូមានចំនួនមួយគឺចូលបង្គុតចំនួន48678ហើយបង្គុតនៅត្រឹមខ្ទង់10000ចាអញ្ចឹងអ្នកគ្រូទុកពេល1នាទីឲ្យកូនបង្គុតចំនួន48678នេះត្រឹមខ្ទង់10000ដើម្បីបង្គុតចំនួននឹងបានចូលកូនក៏លេខមកមើលបញ្ញត្តិរបស់យើងណាចាដើម្បីបង្គុតខ្ទង់10000គឺកូនត្រូវមើលនៅខ្ទង់1000ចា
ប្រសិនបើលេខ0 1 2 3 4កូនបង្គុតចុះតែបើ5 6 7 8 9កូនបង្គុតឡើងតោះប្រហែលជាមានកូនខ្លះធ្វើហើយហ៎អ្នកដែលច្បាស់មកចាអរគុណច្រើនអ្នកគ្រូសង្ឃឹមថាកូនធ្វើហើយចាអញ្ចឹងអ្នកគ្រូនឹងធ្វើកំណែនៅលើក្តារខៀនអញ្ចឹងកូនមើលទាំងអស់គ្នាយើងមាន48000អ្នកគ្រូអត់និយាយខាងក្រោយខ្ទង់100នេះទេណាចាអញ្ចឹងមាន48000អញ្ចឹងយើងត្រូវចាប់ផ្ដើមចេញពី40000ទៅរហូតដល់50000ចាអញ្ចឹងបើចេញពី40000ទៅមកប្រឡោះនេះគឺស្មើនឹង1000ដូចគ្នាជាមួយនឹងលំហាត់ទី1ដែរចាអញ្ចឹង40000 41000 42000 43000 44000 45000ចាចំកណ្ដាលនេះគឺជា45000 46000 47000 48000 49000 ចាចំនួនរបស់យើងគឺ48000អញ្ចឹង45000នៅត្រង់នេះអញ្ចឹង48000ត្រូវនៅតាណា48000គឺត្រូវនៅ46000 47000 48000 48000 600អញ្ចឹងវានៅប្រឡោះកណ្ដាលនេះបើយើងដាក់ដល់នេះគឺ49000ហើយអញ្ចឹង48500នេះចុះណាចាអញ្ចឹងកន្លែងនេះគឺ48673គឺនៅត្រង់នេះអញ្ចឹងកូនមើលចំនួនយើង48000តើវាស្ថិតនៅក្នុងចន្លោះលេខប៉ុន្មានចាអញ្ចឹង48000នេះគឺស្ថិតនៅក្នុងចន្លោះលេខ40000និងលេខ50000តើវានៅជិតលេខប្រមាណជាងវានៅជិតលេខ50000ជាងឬក៏នៅជិតលេខ40000ជាងចាបងអូនឃើញចម្ងាយហើយពីត្រឹមនេះមកបាយណាហើយពី48000មក50000ត្រឹមណាអញ្ចឹងវានៅជិត50000ជាងដូច្នេះយើងត្រូវបង្គុតវាឡើងទៅ50000ចាអញ្ចឹងយើងអាចសរសេរបានថា48678នេះគឺមានតម្លៃប្រហែលឬមួយក៏បង្គុតទៅ50000ចាសញ្ញានេះក៏កូនបានឃើញកាលពីមេរៀនមុនដែរណាចាអញ្ចឹងយើងបាន48678មានតម្លៃប្រហែលឬក៏បង្គុតទៅ50000គុតចាឥឡូវនេះអ្នកគ្រូសូមឲ្យកូនធ្វើនៅលើសៀវភៅពីព្រោះអីបើកូនធ្វើលើក្តារឈ្នួនកូនអាចនឹងលុបចោលទៅវាបាត់ចាអញ្ចឹងសូមទាញសៀវភៅឡើងទាំងអស់គ្នាសៀវភៅនឹងប៊ិចចូលរួមបង្គុតចំនួនជាមួយអ្នកគ្រូណាត្រៀមហើយនៅកូនចាចូលបង្គុតចំនួនខាងក្រោមត្រឹម100,000ចាចូលបង្គុតចំនួនខាងក្រោមត្រឹមខ្ទង់10000ចុះចាប់ផ្ដើមលំហាត់ទី1កគឺប៉ុន្មានកូនតែនចាលំហាត់កគឺ16531ចាហើយសុំទោស16530កូនបង្គុតទៅទុំ10000ហើយកូនប្រើសញ្ញាប្រហែលមកណាចាតោះជូនកូន30វិនាទីអញ្ចឹងកូនសម្លឹងមើលថាតើឯណាខ្ទង់10000បើរកខ្ទង់10000ឃើញហើយកូនត្រូវមើលទៅខ្ទង់1000តើនៅក្នុងខ្ទង់1000នោះមានលេខប៉ុន្មានចាបើមានលេខប៉ុណ្ណឹងតើយើងត្រូវបង្គុតឡើងឬក៏បង្គុតចុះចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនធ្វើហើយអញ្ចឹងយើងមកមើលលើក្តារខៀនទាំងអស់គ្នាដើម្បីផ្ទៀងផ្ទាត់ចម្លើយមួយកូនដែលធ្វើនៅក្នុងសៀវភៅអញ្ចឹង
យើងបង្កត់ត្រឹមខ្ទង់ម៉ឺនអញ្ចឹងរាប់មកខ្ទង់ម៉ឺនលេខប៉ុន្មានរាយ10រយពាន់ម៉ឺនអញ្ចឹងលេខខ្ទង់ម៉ឺនគឺលេខ1បើយើងបង្កត់ខ្ទង់ម៉ឺនយើងត្រូវមើលតែខ្ទង់ពាន់អញ្ចឹងខ្ទង់ពាន់យើងលេខប៉ុន្មានចាខ្ទង់ពាន់របស់យើងគឺលេខ6បើលេខ6តើយើងត្រូវបង្កត់ឡើងឬក៏បង្កត់ចុះសូមមកមើលបញ្ញត្តិរបស់យើងអញ្ចឹងលេខ6គឺយើងត្រូវបង្កត់ឡើងបើបង្កត់ឡើងមានន័យថាម៉េចមានន័យថា16000នេះបង្កត់ទៅប៉ុន្មាន16000គឺត្រូវបង្កត់ឡើងទៅជា20000ចាចូលរួមត្រេកអរសម្រាប់កូនទាំងអស់គ្នាដែលបានធ្វើត្រឹមត្រូវតែប្រសិនបើបងអូនមានការភ័ន្តច្រឡំសូមធ្វើកំណែនៅក្បែរនឹងមកចាអញ្ចឹង16000បង្កត់ឡើងទៅជា20000តោះអញ្ចឹងយើងតទៅលំហាត់ទី2យើងចូលលំហាត់ខចាចំនួនប៉ុន្មានគាត់គឺចំនួន58793បង្កត់ត្រឹមខ្ទង់ម៉ឺនដូចគ្នាចាអនុវត្តដូចគ្នាណាកូនណាទៀងជាមួយនឹងបញ្ញត្តិរបស់កូនបើសិនបើកូនអត់ទាន់ស្ទាត់ចាអរគុណច្រើនអ្នកគ្រូសង្ឃឹមថាកូនធ្វើហើយអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នានៅលើក្តារខៀនអញ្ចឹងកូនមើលខ្ទង់ម៉ឺនលេខប៉ុន្មានចាខ្ទង់ម៉ឺនរបស់យើងគឺលេខ5មានន័យថាយើងត្រូវបង្កត់លេខ5យើងមើលទៅខ្ទង់ខាងស្ដាំបន្ទាប់គឺជាខ្ទង់ពាន់លេខ8បើលេខ8គឺយើងត្រូវបង្កត់ឡើងបើបង្កត់ឡើង58000បង្កត់ឡើងទៅជា60000ចាអរគុណច្រើនចូលទៅលំហាត់មួយទៀតលំហាត់កអ្នកគ្រូឲ្យកូនធ្វើលំហាត់ឲ្យច្រើនបន្តិចដើម្បីឲ្យកូនកាន់តែច្បាស់ចាសូមពិនិត្យមើលឲ្យស្រួលណាកូនណានៅពេលនេះគឺចំនួនរបស់យើងគឺ34065ចាអញ្ចឹងចាប់ដើមបង្កត់ចាអញ្ចឹងកូនទាំងអស់គ្នាធ្វើហើយណាចាតោះអញ្ចឹងសូមតាមដានជាមួយអ្នកគ្រូនឹងធ្វើកំណែនៅលើក្តារខៀនជូនកូនទាំងអស់គ្នាអញ្ចឹងចំនួនរបស់យើងគឺ34065ចាអញ្ចឹងយើងត្រូវបង្កត់ត្រូវខ្ទង់ម៉ឺនរបស់យើងគឺលេខ3ចាបើយើងបង្កត់ខ្ទង់ម៉ឺនយើងត្រូវមើលនៅខ្ទង់ពាន់អញ្ចឹងខ្ទង់ពាន់របស់យើងលេខប៉ុន្មានកូនខ្ទង់ពាន់របស់យើងគឺលេខ4ប្រសិនបើខ្ទង់ពាន់របស់យើងលេខ4តើយើងត្រូវបង្កត់ឡើងឬក៏បង្កត់ចុះនេះលេខ4ចាអញ្ចឹងយើងត្រូវបង្កត់ចុះបើយើងបង្កត់ចុះ34065បង្កត់ទៅជាប៉ុន្មានចាគឺយើងបង្កត់ចុះទៅ30000គត់យើងបង្កត់ចុះទៅ30000គត់ចាអញ្ចឹងសូមកូនទៀងផ្ទាត់ចម្លើយទាំង3នេះចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាធ្វើបានត្រឹមត្រូវចាអញ្ចឹងដើម្បីឲ្យកាន់តែកូនច្បាស់ចំពោះមេរៀននេះកាន់តែខ្លាំងឡើងចាអ្នកគ្រូបានលើកយកលំហាត់មួយដែលមាននៅក្នុងសៀវភៅសិក្សាគោលរបស់កូនហើយឲ្យកូនฝึกហាត់បន្ថែមដើម្បីឲ្យកូនទាំងអស់គ្នាកាន់តែច្បាស់ថែមទៀតហើយនៅពេលដែលកូនធ្វើលំហាត់នេះបានត្រឹមត្រូវនោះអ្នកគ្រូជឿជាក់ថាកូនទាំងអស់គ្នាច្បាស់មែនទែនសម្រាប់មេរៀនបង្គុតនេះពីព្រោះមេរៀនបង្គុតនេះមិនមែនមានតែថ្នាក់ទី4យើងទេកូននឹងជួបនៅថ្នាក់លើបន្តទៀតនៅពេលដែលកូនឡើងទៅទី5ទី6បន្តទៀតណាចាអញ្ចឹងមេរៀនអ្វីដែលអ្នកគ្រូបានបង្ហាញនៅពេលនេះសូមកូនចងចាំឲ្យច្បាស់ដើម្បីរៀនបន្តនៅថ្នាក់លើបានកាន់តែស្រួលចាកឡោនមានច្រើនដល់ទៅ4កឡោនចាអញ្ចឹងនៅក្នុងនេះមានកឡោនចំនួនចាចាំមើលប្រធានគាត់សិនណាចូលបង្គុតចំនួនក្នុងតារាងខាងក្រោមចាមានចំនួន
មានបង្គត់ត្រឹមខ្ទង់100បង្គត់ត្រឹមខ្ទង់1000និងបង្គត់ត្រឹមខ្ទង់10000ចាអញ្ចឹងដើម្បីឲ្យកូនធ្វើតនអ្នកគ្រូកូនអាចយកសៀវភៅមកឲ្យគូតារាងតាមអ្នកគ្រូមកហើយអ្នកគ្រូនឹងដាក់លេខឲ្យកូនអញ្ចឹងកូនគូតារាងតាមអ្នកគ្រូសិនមកមាន4កន្លោនចាអញ្ចឹងអ្នកគ្រូផ្ដល់លំហាត់ឲ្យកូនចំនួន4ចាកូនគូតារាងហើយនៅប្រសិនបើគូអត់ទាន់ហើយទេចាំគូបន្តអ្នកគ្រូនឹងធ្វើលំហាត់ជាឧទាហរណ៍មួយឲ្យកូនអញ្ចឹងនៅពេលដែលកូនមើលលំហាត់ឧទាហរណ៍មួយហើយចាំកូនគូហើយនឹងធ្វើបន្តណាអញ្ចឹងសូមដាក់ប៊ិចទាំងអស់គ្នាកុំទាន់ចាប់ដើមគូតអញ្ចឹងមើលមកទាំងអស់គ្នាលើកអាធានគេឲ្យយើងបង្គុតចំនួនដែលនៅក្នុងតារាងនេះទៅតាមខ្ទង់នីមួយកាលពីមេរៀនមុនកូនបានជួបជាមួយនឹងការបង្គុតនៅខ្ទង់1000នៅថ្ងៃនេះកូនបង្គុតនៅខ្ទង់10000ចុះមកដល់លំហាត់នេះហេតុអីបានជាមានបង្គុតខ្ទង់100ផងខ្ទង់1000ផងខ្ទង់10000ផងតើយើងត្រូវបង្គុតយ៉ាងម៉េចចាអញ្ចឹងសូមតាមដានជាមួយនឹងអ្នកគ្រូទាំងអស់គ្នាថាតើយើងត្រូវធ្វើលំហាត់នេះបែបម៉េចពីព្រោះអីកូនក៏ត្រូវធ្វើលំហាត់បែបនេះនៅក្នុងសៀវភៅសិក្សាគោលរបស់កូនដែរចាកូនមើលនៅចុងមេរៀនរបស់យើងគឺមានណានៅទំព័រទី5ចានៅទំព័រទី5របស់កូននេះមេរៀនហ្នឹងគឺលំហាត់វានៅទំព័រទី6ចានេះកូននឹងជួបលំហាត់នេះចាគាត់ថានៅក្នុងសៀវភៅវាមានដល់ប្រគុតដល់ខ្ទង់10ប៉ុន្តែអ្នកគ្រូលើកមកតើខ្ទង់100ខ្ទង់1000ខ្ទង់10000នៅពេលដែលកូនចេះធ្វើនៅលើក្តារខៀនហើយកូនអាចនឹងមកធ្វើលំហាត់នេះបានហើយចាតោះអញ្ចឹងចាប់ផ្ដើមចូលរួមជាមួយនឹងអ្នកគ្រូទាំងអស់គ្នាតើយើងត្រូវធ្វើដូចម្ដេចកុំឲ្យមានភាពស្មុគស្មាញច្រើនកូនទាំងអស់គ្នាអញ្ចឹងកូនមើលថាកន្លងទី1យើងបង្គុតខ្ទង់អីគឺយើងបង្គុតនៅខ្ទង់10000ចាខ្ទង់100សុំទោសណាយើងបង្គុតខ្ទង់100អញ្ចឹងយើងមើលចំនួនរបស់យើងអីណាខ្ទង់100រាយ10 100មានន័យថាយើងបង្គុតលេខ4អញ្ចឹងយើងបង្គុតលេខ4បើយើងបង្គុតខ្ទង់100ខ្ទង់ខាងស្ដាំបន្ទាប់នៃខ្ទង់100គឺលេខប៉ុន្មានហើយជាខ្ទង់អីចាខាងស្ដាំបន្ទាប់នៃខ្ទង់100គឺខ្ទង់10មានលេខ5អញ្ចឹងបើលេខ5យើងត្រូវបង្គុតឡើងឬក៏បង្គុតចុះចាអញ្ចឹងសម្រាប់បញ្ញត្តិរបស់យើងអ្នកគ្រូសូមបញ្ជាក់បញ្ញត្តិរបស់យើងនេះមិនមែនប្រើត្រឹមតែខ្ទង់បង្គុតខ្ទង់10000ឬក៏ខ្ទង់1000ទេទោះបីជាបង្គុតខ្ទង់ណាក៏ដោយខ្ទង់10ឬក៏ខ្ទង់100ឬក៏ខ្ទង់1000ឬក៏ខ្ទង់10000នៅពេលដែលកូនរៀនទៅថ្នាក់លើទៀតបង្គុតដល់ខ្ទង់លានក៏ដូចគ្នាឲ្យតែឃើញលេខ0 1 2 3 4កូនបង្គុតចុះតែប្រសិនបើឃើញ5 6 7 8 9នោះត្រូវកូនបង្គុតឡើងអញ្ចឹងមេរៀនបង្គុតនេះគឺដូចគ្នាកូនចងចាំបញ្ញត្តិនេះឲ្យបានមកនោះកូនទៅធ្វើលំហាត់នៅថ្នាក់លើទៀតក៏អត់បញ្ហាដែរចាតោះអញ្ចឹងមើលមកលំហាត់របស់យើងវិញខ្ទង់100របស់យើងគឺលេខ4អញ្ចឹងយើងមើលត្រូវមើលខ្ទង់10ខ្ទង់10របស់យើងគឺលេខ5បើលេខ5គឺយើងត្រូវបង្គុតឡើងចាចំណែកឯ98000នេះអត់មានពាក់ព័ន្ធជាមួយនឹងការបង្គុតខ្ទង់100ទេដូច្នេះយើងដាក់វាមកដដែលអញ្ចឹង98000នៅដដែល9នេះយើងត្រូវបង្គុតឡើងដោយសារខ្ទង់10មានលេខ5អញ្ចឹង400បង្គុតឡើងទៅជា500គឺបែបនេះណាខ្ទង់ណាដែលអត់ពាក់ព័ន្ធខ្ទង់10000និងខ្ទង់1000អត់មានពាក់ព័ន្ធកូនទុកវានៅដដែលទៅយើងបង្គុតត្រឹមតែខ្ទង់ណាដែលគេឲ្យបង្គុតមកបានហើយចប់ការបង្គុតខ្ទង់100ចូលដល់ការបង្គុតខ្ទង់1000យើងយកអាណាជាគោលកូនយកអានេះជាគោលអត់ទេគឺយើងយកចំនួនខាងដើមជាគោលអញ្ចឹងដើម្បីបង្គុតខ្ទង់1000កូនរកមកថាតើចំនួនយើងនេះខ្ទង់1000លេខប៉ុន្មានចាខ្ទង់1000របស់យើងនៅពេលនេះគឺមានលេខ5 3រាយ10 100 1000មានលេខ8យើងបង្គុតលេខ8ខ្ទង់1000យើងត្រូវមើលខ្ទង់100
លេខម៉ានគឺលេខ4បើលេខ4បង្គុតឡើងឬក៏ចុះគឺបង្គុតចុះអញ្ចឹងមានន័យថាយើងត្រូវបង្គុតទៅជាខ្ទង់សែននេះអត់មានតាក់ទងទេដាក់ខ្ទង់សែនមកវិញអញ្ចឹងទៅជាអីទៅជា80000ឬក៏ទៅជា90000យើងបង្គុតចុះបើបង្គុតចុះគឺនៅ800008000សំទោសណាចាយើងបង្គុតខ្ទង់ពាន់យើងមើលខ្ទង់100លេខ4លេខ4បង្គុតចុះអញ្ចឹងទៅជា8000អញ្ចឹងចម្លើយឃើញហើយ98000ចប់មកខ្ទង់ទៀតចូលដល់ការបង្គុតខ្ទង់10000ចាដល់មេរៀនយើងហើយបង្គុតខ្ទង់10000គឺលេខ9បើយើងបង្គុតលេខ9យើងមើលនៅខ្ទង់ពាន់លេខ5 3អញ្ចឹងបង្គុតឡើងឬចុះគឺបង្គុតឡើងបើបង្គុតឡើងបង្គុត90000ធំជាង90000គឺប៉ុន្មាន100,000ចាគឺ1សែនអញ្ចឹងលេខនេះគឺបង្គុតបានជា1សែនឬក៏100,000ដោយសារអីដោយសារលេខ8នេះយើងត្រូវបង្គុតឡើងបើបង្គុតឡើងលេខ9នេះវាទៅជា10មានន័យថាបន្ទាប់ពី90000ទៅគឺ100000ចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូននឹងយល់សម្រាប់លំហាត់ទី1នេះអញ្ចឹងអ្នកគ្រូទុកពេលឲ្យកូនចំនួន3នាទីដើម្បីធ្វើលំហាត់ទី3ខាងក្រោមណាតោះសូមចាប់ផ្ដើមអរគុណកូនទាំងអស់គ្នាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងបំពេញលំហាត់អ្នកគ្រូបានហើយចាអញ្ចឹងដើម្បីឲ្យកូនកាន់តែច្បាស់មែនតើសូមកូនដាក់ប៊ិចចុះហើយចូលរួមធ្វើកំណែនៅលើក្តារខៀនជាមួយអ្នកគ្រូដើម្បីទៀងទាត់ជាមួយនឹងចម្លើយដែលកូនបានធ្វើនៅក្នុងសៀវភៅតោះចាប់ដើមណាកូនណាអញ្ចឹងអ្នកគ្រូចូលទៅលំហាត់ទី2លំហាត់ទី2គឺ74063យើងបង្គុតនៅខ្ទង់100ខ្ទង់100របស់យើងគឺលេខ0ចាអញ្ចឹងយើងត្រូវបង្គុតលេខ0យើងមើលលេខ6គឺយើងត្រូវបង្គុតឡើងចាបើបង្គុតឡើង74នេះគឺនៅដដែលបង្គុតឡើង0ឡើងទៅ1បង្គុតឡើងទៅ100បង្គុតខ្ទង់ពាន់គឺលេខ4អញ្ចឹងយើងមើលខ្ទង់100របស់យើងគឺលេខ0បើជាលេខ0យើងត្រូវបង្គុតចុះអញ្ចឹងគឺចុះទៅជា4000អញ្ចឹងយើងឃើញ74000ចាដល់បង្គុតខ្ទង់10000របស់យើងលេខ7យើងត្រូវមើលលេខ4បើមើលលេខ4គឺបង្គុតចុះដូច្នេះយើងត្រូវបង្គុតចុះទៅ70000ចាប់មកខ្ទង់ទៀតហើយចាត្រូវទេកូនផ្ទៀងមកខ្ទង់នឹងមើលឃើញត្រូវដូចអ្នកគ្រូអត់បើត្រូវហើយគ្រីខ្វាច់អូខេអញ្ចឹងយើងបន្តទៅលំហាត់ទី3 16540បង្គុតនៅខ្ទង់100របស់យើងគឺលេខ5អញ្ចឹងយើងត្រូវមើលលេខ4បើលេខ4យើងត្រូវបង្គុតចុះមានន័យថាយើងបង្គុតចុះមក500អញ្ចឹង16000អត់តាក់ទងទេអានេះបង្គុតចុះមក500ចាខ្ទង់ពាន់របស់យើងគឺលេខ6យើងមើលមកលេខ5អញ្ចឹងលេខ5យើងត្រូវបង្គុតឡើងមានន័យថាយើងត្រូវបង្គុតឡើងទៅជា7000អញ្ចឹងយើងឃើញ17000ចាចូលដល់ខ្ទង់10000របស់យើងគឺលេខ1គឺ10000ខ្ទង់ពាន់គឺលេខ6បើលេខ6យើងត្រូវបង្គុតឡើងអញ្ចឹងបង្គុតឡើងពី10000ទៅជាប៉ុន្មានចាគឺទៅជា20000អ្នកគ្រូសង្ឃឹមថាត្រូវណាកូនណាលំហាត់កូនត្រូវទាំងអស់សល់មួយចុងក្រោយពុតមើលណាទីថាត្រូវបានទាំងអស់ចាអ្នកដែលធ្វើត្រូវទាំងអស់គឺពិតជាកូនឆ្លាតមែនតោះអញ្ចឹងអ្នកគ្រូចាប់ដើមកែខ្ទង់100របស់យើងគឺលេខ4អញ្ចឹងយើងបង្គុតលេខ4យើងត្រូវមើលលេខ3លេខ3គឺយើងត្រូវបង្គុតចុះ
ចាបើអង្គុតចុះយើងប្រកួតមក400គុតអញ្ចឹង98000នេះដាក់មកប្រកួតមកត្រូវ400គុតចាចូលដល់បង្គុតខ្ទង់ពាន់បង្គុតខ្ទង់ពាន់គឺលេខ8យើងត្រូវមើលលេខ4បង្គុតចុះបើបង្គុតចុះអញ្ចឹងត្រូវឃើញ98000គុតចាចុងក្រោយគេគឺយើងបង្គុតនៅខ្ទង់10000ខ្ទង់10000របស់យើងគឺលេខ9បើយើងបង្គុតខ្ទង់10000យើងត្រូវមើលខ្ទង់ពាន់លេខ8បើជាលេខ8នោះយើងត្រូវបង្គុតវាឡើងបើឡើង90000បង្គុតទៅជា100,000ដូចលំហាត់ទី1ដែរចាអរគុណច្រើនសម្រាប់ការតាមដានការតាមកែលំហាត់នៅលើក្តារខៀនរបស់អ្នកគ្រូចាអញ្ចឹងកូនពិនិត្យមើលលំហាត់កូនទាំងអស់នៅក្នុងសៀវភៅរបស់កូនថាតើកូនបំពេញបានត្រឹមត្រូវឬនៅប្រសិនបើកូនមានកន្លែងណាដែលច្រឡំសូមកូនធ្វើកំណែនៅក្បែរនឹងមកចាហើយដើម្បីឲ្យកាន់តែច្បាស់ទៀតណាគឺកូនត្រូវធ្វើលំហាត់នៅក្នុងសៀវភៅពុម្ពរបស់យើងទាំងអស់អញ្ចឹងកិច្ចការផ្ទះសម្រាប់អ្នកគ្រូនៅថ្ងៃនេះគឺកូនបើកទៅទំព័រទី6ដើម្បីយើងធ្វើលំហាត់ចាកដងឯនេះធំតែម្ដងគឺសូមធ្វើលំហាត់មួយទំព័រទី6ណាចាពីព្រោះអីលំហាត់មួយចំនួនអ្នកគ្រូបានលើកយកលំនាំបែបនឹងយកមកបង្ហាញកូនហើយអញ្ចឹងកូនបានឃើញវីដេអូមុននិងវីដេអូនេះគឺលំហាត់ប្រហែលនឹងអាហ្នឹងអញ្ចឹងនៅពេលដែលកូនធ្វើលំហាត់នេះគឺដូចគ្នានឹងអ្វីដែលអ្នកគ្រូបានបង្ហាញចាអញ្ចឹងសូមធ្វើលំហាត់ទាំងអស់នេះមកអរគុណសម្រាប់ការចូលរួមសិក្សាពីចម្ងាយជាមួយអ្នកគ្រូដែលយើងនៅថ្ងៃនេះគឺយើងសិក្សាទៅលើមេរៀនទី1ចំនួនចាគឺការបង្គុតចំនួនត្រឹមខ្ទង់10000ចាដើម្បីបង្គុតចំនួននៅខ្ទង់10000គឺយើងត្រូវពិនិត្យលេខនៅខ្ទង់ពាន់បើលេខនៅក្នុងខ្ទង់ពាន់ជាលេខ0 1 2 3 4នោះយើងត្រូវបង្គុតចុះតែប្រសិនបើនៅក្នុងខ្ទង់ពាន់ហ្នឹងមានលេខ5 6 7 8 9យើងត្រូវបង្គុតឡើងចាអរគុណសម្រាប់ការចូលរួមរៀនជាមួយអ្នកគ្រូពីចម្ងាយនៅថ្ងៃនេះហើយអ្នកគ្រូក៏សង្ឃឹមផងដែរថាកូនទាំងអស់គ្នានឹងបន្តចូលរួមសិក្សាពីចម្ងាយជាមួយនឹងអ្នកគ្រូតាមប្រព័ន្ធផ្សព្វផ្សាយនានាមានដូចជាទូរទស្សន៍តតកប៉ុស្តិ៍លេខទូរទស្សន៍ដេកចូល DTV ប៉ុស្តិ៍លេខ22 Facebook ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡានិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតទន្ទឹមនឹងនេះចូលកូនកុំភ្លេចថែរក្សាខ្លួនដើម្បីគេចផុតពីជំងឺដ៏កាចសាហាវមួយនេះជាពិសេសគឺជំងឺ COVID ចាដោយកូនអនុវត្តក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលមានលាងដៃនឹងសាប៊ូអាកុលឬមួយក៏ជែលនៅពេលដែលកូនចេញទៅក្រៅសូមរក្សាគម្លាតសុវត្ថិភាពព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំជូនពរឲ្យមានសុខភាពល្អទាំងអស់គ្នា